អាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារអាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកក៏ដូចជាក្រុមការងារនិងក្រុមគ្រូពេទ្យដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារក្នុងឱកាសនោះអាយដាមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនិងក្រុមការងារនៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់ដែលបានលះបង់កម្លាំងកាយក្នុងការថែរក្សាសុខភាពនិងផ្ដល់ភាពកក់ក្ដៅជូនដល់បងប្អូនជនភៀសខ្លួនក្នុងគ្រាដ៏លំបាកនៃការចាកចេញពីភូមិឋានដោយសារសង្គ្រាមឈ្លានពានទឹកដីពីកងយោធាថៃមកលើកម្ពុជាអាយដាមទេសរដ្ឋមន្ត្រីបានឲ្យដឹងថាស្របពេលមានបទឈប់បាញ់ចូលជាធរមាននិងសភាពការមានភាពស្ងប់ស្ងាត់សូមបងប្អូនប្រជាពលរដ្ឋភៀសខ្លួនវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនដើម្បីបង្កើនផលស្រូវស្រែចម្ការនិងប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញហើយប្រសិនជាសភាពការមានភាពមិនប្រក្រតីកើតឡើងជាយថាហេតុសូមបងប្អូនប្រជាពលរដ្ឋទាំងអស់វិលត្រឡប់មកកាន់មណ្ឌលសុវត្ថិភាពវិញជាបន្ទាន់ក្នុងថ្ងៃដដែលនេះដែរអាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីក៏បានដឹកនាំគណៈប្រតិភូអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាប្រចាំខេត្តព្រះវិហារដែលមានទីតាំងស្ថិតនៅភូមិភារកិច្ចសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារខេត្តព្រះវិហារក្នុងគោលបំណងធានាថាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះនឹងបញ្ចប់តាមផែនការដើម្បីបម្រើជាទីកន្លែងជួបជុំនិងសម្របសម្រួលកិច្ចការនានាសម្រាប់អតីតយុទ្ធជនដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ